សញ្ញានេះអឺយើង define ហ្នឹងថាហ្នឹងជា array ណាអញ្ចឹងសញ្ញាហ្នឹង define ថា array អញ្ចឹងបើយើងសរសេរអឺខ្ញុំប្រកាស variable មួយណា variable លើទៀតថា my array ស្មើណាអញ្ចឹង array ខ្ញុំចង់ store វាទៅជាលេខឲ្យថាលេខ10 20 30 40ចឹងទៅអ្នកគ្នាarray គឺជា variable ណាយ៉ាត់អត់ដឹងណា array គឺជា variable មួយអឺដែលអាចធ្វើការstore value បានច្រើនណាឬក៏អាចថាវាជា special variable ក៏បានដែរពាក្យ standard វាគេហៅ element ណានេះ element នេះអញ្ចឹងវាអាចធ្វើការ store បានច្រើន element អាហ្នឹងគឺជា array ហើយណាអញ្ចឹង array យើង define អញ្ចឹងណាអញ្ចឹង array នៅក្នុងនេះបើយើងប្រកាសវាអញ្ចេះ array នេះគឺជា array ដែលថាយជា integer ណាចុះបើខ្ញុំចង់ output វាខ្ញុំសរសេរ console.log មកណាខ្ញុំហៅ my array មក display មកអញ្ចឹងខ្ញុំ run node script.js ណាចឹងនេះគឺជា value របស់ array ខ្ញុំអញ្ចឹង array វាមាន element និង index អញ្ចឹង10 20ហ្នឹងគឺជា element ណាអញ្ចឹងនេះយើងសរសេរថា array គឺជា special variable ដែលអាច store element បានច្រើនអញ្ចឹង element ហ្នឹងគឺជា value ណាelement ស្មើជាមួយនឹង value ស្មើនឹងនេះទាំងអស់នេះ10 20 30 40ហ្នឹងគឺជា element ចុះអីគេជា index ណា index ហ្នឹងគឺសំដៅទៅលើតួលេខណាសំដៅទៅលើតួលេខឬក៏ជា order ណាអញ្ចឹងorder វាចាប់ពីស្មានទៅ index វា index index របស់ array ណាgenerally generally វា start ពី0ទៅណាstart ពី0ទៅអញ្ចឹងដូចតែយើងមើលឃើញនេះ array ប៉ុណ្ណេះ index របស់វាគឺវាមាន1 2 3 4អញ្ចឹង value ប៉ុណ្ណេះវាមាន index ប្រហែលអញ្ចឹង index អូខេចឹងបើគិតទៅតាមarray របស់យើងណាវាមានអូខេចឹងបើគិតទៅតាម array របស់យើងវាមានindex ទី0index ទី1 index ទី2ណាហើយនឹង index ទី3ណាចឹង index ហ្នឹង index មួយហ្នឹងមិន index ទី0 index ទី0គឺ store លេខ10
index ទី1គឺ store លេខ20ហើយបន្តមកទៀត index ទី2គឺ store លេខ30ណាចុងក្រោយគឺ index ទី3គឺ store លេខ40អាហ្នឹងឯងគឺជា array អញ្ចឹងarray នៅខាងក្នុងហ្នឹងគឺវាមាន index ហើយនិង element អ្វីដែលយើងឃើញនេះគឺជា value ឬក៏ element ហ្នឹងហើយវាឈរនៅទីតាំងមួយណាគឺសំដៅទៅលើ index ណាឥឡូវឧទាហរណ៍ថាខ្ញុំសរសេរកន្លែងនេះខ្ញុំសរសេរកន្លែងនេះថា array index ទី2 value វាស្មើ30អញ្ចឹងខ្ញុំចង់ដឹងថាតើវាពិតមែនអត់ណាខ្ញុំសរសេរហ្នឹងវាពិតមែនទេថាលេខ30ហ្នឹងនៅក្នុង index ទី2អញ្ចឹងដើម្បីចង់ដឹងថា array ហ្នឹងវានៅក្នុង index ទី2ជាលេខ30មែនណានេះដាក់ខាងមុខនេះមកនេះឃើញទេarray ហ្នឹងហៅជា number ណាsorry នៅលើ JavaScript គេអត់ប្រើពាក្យ integer គេប្រើពាក្យ number ចឹងយើងចង់បាន index ទី2នៅនេះដាក់សញ្ញានេះមកហើយដាក់លេខ index ទី2មកណាយើងរានមកnode script.js ឃើញទេ index លេខ30មែន index ទី2លេខ30មែនអញ្ចឹងខ្ញុំចង់ដឹងថា index ទី1លេខ20មែនអត់នេះដាក់លេខ1មកណាហើយយើងរានមកactually អាហ្នឹងហើយគឺជា array ណាអញ្ចឹងនៅនេះត្រូវស្គាល់ index ត្រូវស្គាល់value ណាឬក៏ element ណាអញ្ចឹង array ដែលយើងកំពុងតែកំពុងតែឃើញហ្នឹងគេ call ថា array 1D ណា 1D ហ្នឹងគឺ dimensional ណាអញ្ចឹងបើសិនជាយើងចង់ដឹងចំនួនរបស់ array នេះតើវាមានចំនួនប៉ុន្មានណាដែលយើងមើលនឹងឃើញនឹងភ្នែកឃើញ1 2 3 4ចុះបើសិនជា array មានរាប់លានឬក៏រាប់ម៉ឺនរាប់សែនយើងទៅរាប់អត់ដឹងទេអាចរាប់ភ្នែកបានទេចឹងមានវិធីសាស្ត្រមួយគឺ count ណាចឹងខ្ញុំអាចសរសេរ console.log my array ណា dot ទៅកាន់length ណាចឹង length នេះគឺវានឹងទៅ count ថា array យើងមានប្រមាណខ្ទង់ណា array ហ្នឹងគឺមាន4ខ្ទង់ហើយបើសិនជាខ្ញុំថែមទៅដល់50វានឹងឡើង5ខ្ទង់ណាអានេះគឺជា length របស់ array ណាចេះរបៀបត string នេះអាចតអញ្ចឹងក៏បានដែរគេថាmy length ណា of array ណាចឹងនេះរានមកណាឃើញទេមានវិធីសាស្ត្រមួយទៀតដែលជា developer ដែលគេនឹងប្រើហើយក៏គេចូលចិត្តប្រើដែរគឺ style មួយនេះណាគេអត់ប្រើសញ្ញាdouble quote ទេគេប្រើសញ្ញាតកៅទឹកនេះវិញថាតកៅទឹកទៅតមកទៀតយើងប្រើសញ្ញាដុល្លារណាហើយឃ្នៀបមក pass value ចូលដូចគ្នាណាចឹងយើងអាចសរសេរត string មួយទៀតមកចឹង add index ណាចឹងឥឡូវទៅថា index ទី2ណាអូខេទី2អូខេ
ចឹងនេះត្រួសទៅលើ array ចឹងវីដេអូបន្ថែមខ្ញុំនឹងនិយាយបន្តទៀត